បងប្អូនដែលរស់នៅឃុំអូ3ជាន់ភូមិបឹងស្នោក្នុងខេត្តបន្ទាយមានជ័យយើងប្រហែលជាធ្លាប់បានឮចាស់ៗនិយាយប្រាប់តៗគ្នាខ្លះៗហើយអំពីប្រាសាទបុរាណមួយដែលស្ថិតនៅក្បែរខ្សែបន្ទាត់ព្រំដែនប៉ុន្តែបងប្អូនមួយចំនួនធំទៀតនៅទូទាំងប្រទេសប្រហែលជាមិនទាន់បានជ្រាបទេថាតើប្រាសាទនោះមានឈ្មោះអ្វីស្ថិតនៅទីណាហើយមានប្រវត្តិដើមកំណើតយ៉ាងណានោះឡើយថ្ងៃនេះខ្ញុំសូមពំនាំរឿងរ៉ាវពិតនៃប្រាសាទស្តុកកក់ធំឬដែលបងប្អូនអ្នកស្រុកយើងខ្លះធ្លាប់ហៅតៗគ្នាថាប្រាសាទស្តុកកក់មកចែករំលែកជូនបងប្អូនទាំងអស់គ្នាបានជ្រាបជាចំណេះដឹងប្រាសាទស្តុកកក់ធំគឺជាបេតិកភណ្ឌប្រវត្តិសាស្ត្រដ៏មានតម្លៃមួយរបស់ខ្មែរដែលត្រូវបានកសាងឡើងនៅក្នុងសតវត្សទី11នាសម័យអង្គរដើម្បីឧទ្ទិសថ្វាយដល់ព្រះឥសូរក្នុងសាសនាហិណ្ឌូអ្វីដែលកាន់តែអស្ចារ្យនោះគឺនៅទីនោះហើយដែលបុព្វបុរសខ្មែរបានចារឹកសិលាចារឹកស្តុកកក់ធំដ៏ល្បីល្បាញដែលជាកូនសោសំខាន់បំផុតក្នុងការកត់ត្រាបញ្ជីប្រវត្តិសាស្ត្រព្រះមហាក្សត្រខ្មែរសម័យអង្គរបើគិតតាមទីតាំងភូមិសាស្ត្របើវាស់បន្ទាត់ត្រង់ចេញពីព្រំដែនភូមិបឹងស្នោឃុំអូ3ជាន់នៃខេត្តបន្ទាយមានជ័យយើងនេះទៅគឺមានចម្ងាយត្រឹមតែប្រហែល1ទៅ2គីឡូម៉ែត្រប៉ុណ្ណោះប៉ុន្តែបច្ចុប្បន្នប្រាសាទនេះស្ថិតនៅក្នុងទឹកដីនៃស្រុកគោកស៊ូងខេត្តស្រះកែវប្រទេសថៃតើមូលហេតុអ្វីបានជាប្រាសាទបុរាណខ្មែរមួយនេះធ្លាក់ទៅលើដៃភាគីសៀមខ្ញុំសូមបញ្ជាក់ជូនបងប្អូនឲ្យបានច្បាស់ថាការធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់ភាគីសៀមមិនមែនទើបតែកើតឡើងក្នុងពេលថ្មីៗនេះឬពាក់ព័ន្ធនឹងចំនួនបច្ចុប្បន្ននោះទេគឺវាបានកើតឡើងតាំងពីសម័យអាណានិគមបារាំងតាមរយៈសន្ធិសញ្ញាខណ្ឌសីមាព្រំដែនបារាំងសៀមនៅក្នុងឆ្នាំ1904ដល់ឆ្នាំ1907ម្លេះដែលគិតមកដល់ពេលនេះគឺមានរយៈពេលជិត120ឆ្នាំមកហើយកាលនោះគណៈកម្មការព្រំដែនបានកត់ត្រានិងគូសខ្សែព្រំដែនដោយយកខ្សែចែកទឹកនៃជួរភ្នំដងរែកហើយដោយសារទីតាំងប្រាសាទស្ថិតនៅចំហៀងខាងជើងនៃខ្សែគូសនោះទើបប្រាសាទនេះត្រូវស្ថិតនៅខាងដីសៀមជាផ្លូវការរហូតមកជាប្រវត្តិសាស្ត្រភាគីសៀមតែងតែមានបំណងចង់បាននៅសម្បត្តិវប្បធម៌និងបេតិកភណ្ឌដ៏ខ្ពង់ខ្ពស់របស់ខ្មែរយកទៅធ្វើជារបស់ខ្លួននៅទីតាំងប្រាសាទនាពេលបច្ចុប្បន្នភាគីសៀមបានធ្វើការរៀបចំកែច្នៃនិងជួសជុលបន្ថែមដោយដុំថ្មថ្មីៗដើម្បីលុបបំបាត់ដានចាស់និងទម្រង់ដើមព្រមទាំងព្យាយាមបំបត្តិភស្តុតាងប្រវត្តិសាស្ត្រមួយចំនួនចំណែកឯផ្ទាំងសិលាចារឹកបុរាណដើមដែលជាភស្តុតាងប្រវត្តិសាស្ត្រខ្មែរដ៏សំខាន់នោះត្រូវបានគេដឹកយកទៅរក្សាទុកនៅសារមន្ទីរជាតិក្នុងក្រុងបាងកកដោយនៅទីតាំងប្រាសាទផ្ទាល់ពុំមានសល់សិលាចារឹកដើមឡើយការចែករំលែកនេះគឺដើម្បីឲ្យកូនខ្មែរយើងបានស្គាល់និងបានដឹងពីប្រវត្តិសាស្ត្រពិតជាក់ស្ដែងនៃប្រាសាទបុរាណដែលនៅកៀកជាប់ព្រំដែនឃុំអូ3ជាន់ភូមិបឹងស្នោក្នុងខេត្តបន្ទាយមានជ័យយើងនេះឲ្យបានកាន់តែច្បាស់លាស់ទាំងអស់គ្នាហើយសង្ឃឹមថាប្រវត្តិសាស្ត្រមួយនេះនឹងក្លាយជាការចងចាំនិងជាចំណេះដឹងដ៏មានតម្លៃសម្រាប់កូនចៅខ្មែរជំនាន់ក្រោយគ្រប់រូបក្នុងការចូលរួមចងចាំថែរក្សាអត្តសញ្ញាណជាតិនិងការពារសច្ចភាពប្រវត្តិសាស្ត្ររបស់ដូនតាយើងឲ្យនៅគង់វង្ស